បញ្ហាខ្លះយើងមាន option ផ្សេងៗទៅឡើងចឹងឃើញ technical ដែលគាត់ថតឲ្យពីច្រើនប្រព័ន្ធទូក្លិនរបស់គាត់គឺគាត់ធ្វើអត់ត្រូវហើយសម្រាប់ហើយក៏តឡើងដូចគ្នាតើតងជាមួយប្រព័ន្ធទូក្លិនហ្នឹងយើងមាន option ច្រើនដែលយើង apply យើងអាចប្រើជាមាត់ចាបក៏បានយើងអាចប្រើ dummy ទីតាំងស៊ីហ្វុងក៏បានយើងអាចប្រើកែងផ្កាប់ក៏បានយើងអាចតទៅយកចូលទីតាំង manhole ក៏បានដែរអញ្ចឹងយើងមាន option ផ្សេងគ្នាយើង apply ទៅលើគម្រោងមួយគឺជាប្រភេទផ្ទះល្វែងយើង apply បែបម៉េចផ្ទះវិឡាយើង apply គួរ apply បែបម៉េចហើយផ្ទះអាគារយើងគួរ apply បែបម៉េចកុំឲ្យមានបញ្ហាអញ្ចឹងបងប្អូនអ្នកគ្នាកុំឲ្យវាមានជាពិសេសបងប្អូនដែលគាត់ធ្វើផ្ទះនៅខេត្តបងប្អូនអ្នកអាចសិក្សាទៅលើប្លង់មុននឹងធ្វើតើតងជាមួយនឹងការងារហ្នឹងពេលខ្លះនៅពេលដែលគាត់ធ្វើគាត់អត់ប្លង់ទេគាត់គ្រាន់តែ remark ទីតាំងកន្លែងបន្ទប់ទឹកត្រូវទីតាំងកន្លែងណាស៊ីហ្វុងកន្លែងណាឡាបូកន្លែងណាអញ្ចឹងទៅគាត់ចាប់ដើមធ្វើអញ្ចឹងដល់ពេលដែលធ្វើគឺឡងពេលដែលគាត់ធ្វើហ្នឹងគាត់ធ្វើបណ្ដាគាត់គិតបណ្ដាអញ្ចឹងវាភាគច្រើនវានៅពេលដែលធ្វើបញ្ចប់វាតែតែមានបញ្ហាដូចខ្ញុំលើកឡើងហ្នឹងគឺវាមានបញ្ហាក្លិនវាមានបញ្ហាស្ទះវាមានបញ្ហានៅពេលដែលប្រើវាអាចនឹងលឺសំឡេងអញ្ចឹងសម្រាប់ទូក្លិនយើងអាចមាន option ច្រើនហើយជាទូទៅពួកខ្ញុំ apply គឺខ្ញុំប្រើតែកែងមួយគ្រាប់មីមួយគ្រាប់ឯងសម្រាប់ underground គឺយើងប្រើកែងមួយគ្រាប់មីមួយគ្រាប់ធ្វើមាត់ចាប់ហើយពុសែបាននេះប៉ុន្តែកុំឲ្យវាមានបញ្ហាស្ទះបងប្អូនអ្នកគ្នាកុំឲ្យទីតាំងស៊ីងជាក្រាបាយគឺកុំឲ្យវាចូលជាមួយនឹងប្រព័ន្ធនយោទឹកខ្វក់យើង apply វាដាច់ដライម្ដងទៀតទៅមកកាត់8ក៏បានមកកាត់100ក៏បានសម្រាប់ទីតាំងស៊ីងហើយមុននឹងឆ្លងទៅទីតាំង manhole ទៅកែទឹកភ្លៀងមានយើងចេញពីស៊ីងយើងមាន regia មួយសម្រាប់ crystal សម្រាប់ប្រព័ន្ធចម្រោះខ្លាញ់បានយើងចេញពីប្រព័ន្ធចម្រោះខ្លាញ់យើងទៅទីតាំង manhole ទៅភ្លៀងហើយបានយើង apply ទៅមុខសម្រាប់ស៊ីងបងប្អូនគ្នា select ជាមួយនឹងប្រព័ន្ធនយោទឹកកខ្វក់ 100% វានឹងមានបញ្ហាស្ទះព្រោះទីតាំងស៊ីងគឺវាមានកាកសំណល់តាក់ទងជាមួយនឹងបន្លែតាក់ទងជាមួយនឹងផ្ទៃកំទីអីផ្សេងៗដែលចេញពីក្រាបាយទៅវានឹងងាយធ្វើឲ្យប្រព័ន្ធនយោរបស់យើងស្ទះជាពិសេសបើសិនជាវាអត់ស្ទះនៅទីតាំងនយោវាទៅស្ទះនៅទីតាំងដែលយើងធ្វើកន្លែងទុកក្លិនមកចាបអញ្ចឹងឃើញបងប្អូនអ្នកគ្នាគាត់តែងនិយាយថាធ្វើអញ្ចឹងទៅមួយឆ្នាំនេះវាមានបញ្ហាស្ទះហ្នឹងជាមូលហេតុដែលបងប្អូនអ្នកគ្នា apply ទៅយកទីតាំងស៊ីងលេងចាបទៅជាមួយនឹងទឹកកខ្វក់អញ្ចឹងនៅពេលប្រើទៅគឺវានឹងងាយស្ទះហើយម្ដងមួយឆ្នាំ3ខែ6ខែវានឹងស្ទះហើយអញ្ចឹងជាទូទៅគឺយើងប្រើវាដាច់ដライទីតាំងទៅយកស៊ីងយើងប្រើមេមួយដាច់ដライជាខាងបាយហើយទីតាំងទឹកកខ្វក់យើងអត់ connect ជាមួយទៅយកស៊ីងទេយើងប្រើសម្រាប់ស៊ីហ្វុងឡាបូយើងប្រើម្ដងផ្សេងហើយសម្រាប់ប្រព័ន្ធដូចគ្នាយើងប្រើម្ដងដាច់ដライហើយយើងប្រើ2ទៅអានេះសម្រាប់ underground វាអត់មានបញ្ហាខ្លាំងទេហើយសម្រាប់ apply បងប្អូនគ្នាអ្នកខ្លះគាត់យើងប្រើ P-trap នៅទីតាំងស៊ីហ្វុងជាទូទៅគឺសម្រាប់ទីតាំងស៊ីហ្វុងគឺយើងប្រើ P-trap ហើយឡាបូយើងអត់ទេដោយសារតែឡាបូយើងដល់ពេលដែលយើងភ្ជាប់គឺវាមាន P-trap ខ្លួនវាឬក៏ចូលកាញ់ហ្នឹងអាហ្នឹងយើងអត់មានបញ្ហាខ្លាំងទេប្រព័ន្ធក៏វាអត់មានបញ្ហាខ្លាំងដែរអញ្ចឹងវាមាន S សម្រាប់ទុកខ្លាំងខ្លួនវាសម្រាប់ប្រព័ន្ធហើយនឹងទីតាំងឡាបូតែសម្រាប់ស៊ីហ្វុងអត់ទេអញ្ចឹងបងប្អូនគ្នាត្រូវ apply ទី1យើងអាចប្រើ S room មានន័យថាស៊ីហ្វុងសម្រាប់តែបងប្អូនគ្នាមួយជាន់យើងប្រើ S room នៅទីតាំងriser ណាមួយកន្លែងណាមួយដែលងាយស្រួលក្នុងការ maintenance មួយទៀតគឺយើងអាច apply នៅទីតាំងមួយគេថាឥឡូវទីតាំងស៊ីហ្វុងនឹងមួយជាន់ហ្នឹងមាន3 4គ្រាប់យើង apply S 4គ្រាប់សម្រាប់ទីតាំងស៊ីហ្វុងអាហ្នឹងក៏វាអត់ជាខែបញ្ហាដែរលើកលែងតែបងប្អូនគ្នានៅពេលដែលបងខាងសំណងគាត់ទៅកាត់គាត់អីទៅគាត់អត់ប្រយ័ត្នអាហ្នឹងវាងាយនឹងស្ទះដែរតែសម្រាប់ជាន់ទី1ទី2អីបើយើង apply អញ្ចឹងវាក៏មកមានបញ្ហាឬក៏យើងប្រើរួមយើងប្រើ S8 យើងប្រើ S8 គឺនៅទីតាំងតែចុងណាមួយដែលយើងងាយស្រួលក្នុង maintenance នេះយើងធ្វើ asset panel មួយទៅនៅពេលដែលវាមានបញ្ហាស្ទះអីគឺយើងគ្រាន់តែទៅដោះ asset panel យើងអាចឆែកវាបានប៉ុន្តែទាមទារប្រយ័ត្នមួយទាក់ទងជាមួយនឹងហើយបងប្អូនអ្នកគ្នាអាច apply 2តាក់ទងជាមួយហើយប្រគុណយើងអាច apply មកកាត់49ទៅហើយទឹកកខ្វក់យើងអាច apply មកកាត់40ឬក៏60អាហ្នឹងណាបងប្អូនអ្នកគ្នាហើយ2ចូលគ្នាលើកឡើងតែបងប្អូនអ្នកគ្នាលំអិតការងារ2ហ្នឹងបើអត់លំអិតទេបើសិនជាយើងក្នុងករណីយើង connect ប្រព័ន្ធហើយណាមួយវាច្រឡំគ្នាវានឹងមានបញ្ហាខ្លាំងមួយជាន់គឺទាំងអស់ហើយមួយទៀតតកតងជាមួយសំឡេងវាប៉ះពាល់2តកតងជាមួយទី1 technical ទី2ទីតាំងដែលយើងតឡើងអញ្ចឹងសម្រាប់ប្រព័ន្ធដែលយកទឹកកខ្វក់យើងអត់ប្រើវាជាមួយនឹងកែងឬក៏ជាមួយនឹងទេអីទេសម្រាប់តតាមជាន់យើងអាច apply ជាមួយវាប្រើជាមួយនឹង dummy ប្រើជាមួយនឹង TY ឬក៏ Y អាហ្នឹងវាអត់សូវលឺសំឡេងវា slow ងាយស្រួលក្នុងការរក
ហើយតកតងជាមួយទីតាំងយើងអត់តកតងជាមួយទីតាំងបាតនេតហើយស្អីយើងអត់ប្រពោះសងទីតាំងបាតនេតនៅលើតុបាយឬក៏កាត់កន្លែងដែលយើងគេងទេព្រោះនៅពេលដែលជន់លើគេប្រើគឺ 100% ឯងដល់ពេលដែលយើងនៅក្រោមវានឹងលឺខ្លាំងបន្តិចវាអាស្រ័យទៅលើtechnical យើងតចាក់បងប្អូនគ្នាយើងប្រើដមីគាត់ប្រើកែងអញ្ចឹងទៅអញ្ចឹងលំធំទឹកខុសគ្នាការលឺសលេងក៏វាខុសគ្នាដែរអញ្ចឹងណា